យ៉ាហេអាពីរអ្នកនេះវាអង្គុយផឹកក្រោមម្លប់ឈើយ៉ាងទំនងរបស់វាໄວគិតតសៀអែបចូលគៀកវាសិននីត្រែងសំដែងជាចូលចិត្តបន្តិចព្រោះគិតថាគេនឹងហៅផឹកតែដូចជាមិនអញ្ចឹងទេទោះបីថានីត្រែងដើរទៅដើរមកក៏ដោយកំឡោះទាំងពីរគិតតែផឹកមិនហៅសោះឡើយទេឯងដើរចិត្ត3 4ត្រឡប់ទៅហើយនៅមិនហៅឯងផឹកទៀតតើពួកវាឃើញឯងដែរឬក៏អត់ឬក៏ពួកវាធ្វើជាមិនឃើញគិតបដូរយុទ្ធសាស្ត្រវិញទៅបានតទៅអ្នកទាំងអស់គ្នាកំប្រើរបស់ដែលគ្មានប្រភពច្បាស់លាស់អីបើមិនអញ្ចឹងទេទាំងអស់គ្នានឹងមានគ្រោះថ្នាក់ពីជនខិលខូចចិត្តខាងប្រទេសជាមិនខានរឿងភូមិក្រមុំរើសប្តីកាលពីបុរាណមានភូមិមួយរស់នៅសុខសប្បាយណាស់ព្រមមានទេសភាពសម្រស់ធម្មជាតិយ៉ាងខៀវខ្ចីហើយម្យ៉ាងទៀតក៏ល្បីថាកូនស្រីអ្នកភូមិក៏ស្អាតផងដែរតោះតែថានៅក្នុងភូមិដងនិយាយអញ្ចឹងថ្ងៃនេះដូចអប់សក់ដល់ហើយវ៉ៃបើបានដាក់ពីបៃតយអីបែបល្អហើយមើលទៅមិនតើតែគ្នាអត់មានប្រាក់ផងនឹងពួកយើងផឹកពីលើកមុនជាពាក់មីងបុផារាំងសីមិនតាន់សងទេណាមែនវ៉ៃបើអញ្ចឹងគិតតែមើលគេជលមន់ណៃថ្មើនេះមុខជាអ្នកជលមន់មកជុំគ្នាអស់ហើយមើលទៅជួនគ្នានោះនាងរំដួលនិងសុជាតាក៏បានដើរមកចំកដុំឆែបកូនពូមេភូមិមិនមែនហ្នឹងស្អាតម្លេះវ៉ៃគ្នាថាមិនមែនកូនមេភូមិទេតែជាកូនអ្នកភូមិយើងនឹងតើក៏នាងដួលនឹងនាងជាតានោះអីអូហូយពេញកមុំឲ្យស្ពឹងត្មងឲ្យវយព្រះហើយមើលចុះស្អាតអីក៏ស្អាតយ៉ាងនេះញ៉ែសិនណាសួស្ដីអូនទាំងពីរតាណាមកណាហ្នឹងបងសុំញ៉ែបន្តិចមកអីប្រុសអីនិយាយស្ដីមិនសមបែបនេះគ្មានឪពុកម្ដាយបដៅទេអីបានជាមកហៅគេអូនហើយសុំញ៉ែគេបែបនេះនោះមែនហើយពួកលោកជីកំឡោះរៀនប្រើពាក្យសម្ដីឲ្យបានសមរម្យបន្តិចទៅណាកុំវិចារមកអញ្ចឹងនោះបងគ្រាន់តែហៅអូននឹងសុំញ៉ែតាខុសឆ្គងតាណាទៅឬមួយក៏បងសុំថើបវិញហីមកអញ្ចឹងសុំថើបមួយមកមើលអើយសុំថើបមួយមកមនុស្សឆ្លើយប៉ាត់ជាគ្មានម៉ែឪបដៅមែនអូនដួលអូនសុជាតាបងជាកំឡោះពេញសាច់ហើយបងក៏សង្ហាបងក៏ប្រកែផឹកហើយបងក៏ប្រកែចរចាពាក្យពេញបងថាអូនកំខឹងអីហើយព្រមស្រឡាញ់បងទៅណាមិនព្រមទេថយទៅមនុស្សឆ្លើយណែតិចថាព្រឺគ្មានអ្នកណាគេយកទៅកុំរឹកដាក់បរោះឆ្លើយនេះពេកទោះខ្ញុំគ្មានគូក៏មិនយកមនុស្សប្រភេទពួកលោកដែរវិជាផងដែរក៏បានដើរមកនឹងបាននិយាយថាពួកលោកកុំធ្វើបែបនឹងអីវាមិនសមទេស្អីគេអានេះហើយមកពីណាហ្នឹងមិនក៏ថាមិនសមគឺមិនសមទេជាបរោះមិនសមណាទៅចិត្តគៀកនឹងពោលពាកលេបខៃដាក់មនុស្សស្រីបែបនឹងឡើយណែអាប្អូនបើមិនឲ្យនៅចិត្តមនុស្សស្រីតើឲ្យធ្វើបែបណាទៅវិញណាយើងជាប្រុសណាបើធ្វើតាមឯងគឺជាប្រុសកំសាកហើយមែនហើយបើកំសាកអញ្ចឹងញ៉ាយមិនបានស្រីទៅហើយបើញ៉ែមិនបានមិនសមជាប្រុសទេវើយពួកលោកនិយាយអញ្ចឹងខុសហើយលក្ខណៈបរោះដែលលោកនិយាយនេះមិនមែនហៅថាប្រុសទេនោះគេហៅតែឈ្មោលទៅវិញតើថាម៉េចឈ្មោលមែនទេពាក្យថាបរោះពិនបរោះចំតួគឺជាបរោះដែលគោរពស្ត្រីឲ្យតម្លៃស្ត្រីមានក្តីសន្តោសហើយនឹងក្តីស្រឡាញ់ចូលដល់ចាស់ទុំផងដែរបរោះម្នាក់នេះប៉ັດជាពោលបានព្រោះណាស់សុជាតាចាមែនហើយលោកចប់បែបណាបតនោះបានចំណែកប្រុសដល់ពូកែផឹកពូកែមើងងាយមនុស្សស្រីហើយលេបខៃប៉ះពាល់ដល់មនុស្សស្រីនោះគឺគេហៅតែឈ្មោលនោះហើយលោកខាងនេះប៉ັດជាមានលក្ខណៈជាបរោះល្អមែនមិនដូចពួកលោកទេលោកគួរតែយកគំរូតាមគេផងទៅលោកឃើញទេនេះហើយទៅហៅថាបរោះប៉ັດនោះគួរឲ្យគោរពគួរឲ្យស្រឡាញ់ណាស់គ្មានតែខ្មេះទេតោះអាដងទៅវិញផ្ញើទុកសិនចុះហ៎តោះកំឡោះទាំងពីរហេតុថាមានវិជាមិនជ្រៅជ្រះហេតុនេះក៏គ្មានអ្វីតបនិងមានការអៀនខ្មាស់ព្រមទាំងបានដើរចេញទៅលោកជាអ្នកណាមកពីណាមើលទៅហំហាន់ណាស់គឺខ្ញុំជាអ្នកមកពីចម្ងាយចោះមិនក៏លោកមកទីនេះ
ឬមួយក៏លោកគិតថានៅទីនេះសបោកំមុំស្អាតកំមុំសៅកែទៅមករកប្រពន្ធទីនេះប៉ិតទេ ល្បីថាភូមិនេះមិនសូវជាមានការរីកចម្រើនទេហើយស្រីវិញពិតជារើសប្តីណាស់ពិតមែនទេ ចាប៉ិតមែនហើយព្រោះទីនេះសម្បូរស្រីស្អាតណាស់ហើយពួកយើងរៀងរឹកបន្តិចព្រោះពួកយើងមិនចង់បានប្តីងាយទេលោកបើលោកចង់បានប្រពន្ធទីនេះលោកនឹងប្របានតិចហើយតែថាលោកសង្ហាហើយក៏មានវិជាខ្ពស់ស្រីមកជាចង់បានគ្រប់គ្នាមិនខានទេ ខ្ញុំពិតជាមានសំណាងអាចរកប្រពន្ធបានមែនទេ ចាប៉ិតណាស់គឺខ្ញុំនោះអីអើយគឺខ្ញុំទេខ្ញុំមិនរើសប្តីដូចគេឡើយលក្ខខណ្ឌខ្ញុំងាយណាស់ បើអញ្ចឹងមិនអីទេខ្ញុំសុំលានាងហើយណាខ្ញុំមានការប្រញាប់បន្តិច អើយលោកវិជាបានដើរមើលភូមិពី3ថ្ងៃហើយគាត់តែងតែសម្គាល់ឃើញថាភូមិដូចជាមិនល្អទេព្រោះអ្នកភូមិទំនេរចូលចិត្តលេងល្បែងនិយាយដើមគ្នានិងខ្លះក៏ផឹកស៊ីសឹងតែរាល់ថ្ងៃតែម្ដង តែបើបែបនេះថ្ងៃអនាគតតភូមិនឹងคล้ายជាបែបណាទៅណោះពួកប្រុសវិញមិនខិតខំរៀនមិនខំធ្វើការសោះខ្ញុំថាកុំមុំរើសប្តីមិនមែនមកពីពួកគេរើសប្តីទេតែមកពីគ្មានបរិះល្អគួរឲ្យពឹងពាក់ទៅផ្សំជាង ក៏ត្រូវដែរតាមាននារីណាសុកចិត្តយកបរោះដែលគ្មានវិជានោះមើលចាស់កំឡោះទាំងពីរនេះវិញណាត់គ្នាដាក់ទឹកថ្នោតជូរទៀតហើយ ដងណាតើណាមកណាហ្នឹងអេឈប់សិនមកនេះមកផ្លេតមើលហើយមានការអីដូចជាបញ្ញាប់ម្លេះវៃទំនងជាសំខាន់ហើយមើលទៅគឺលើសពីសំខាន់ទៅទៀតណោះបើអញ្ចឹងខ្ញុំមិនទាន់ទៅស្រែទេព្រោះខ្ញុំចង់ដឹងណាស់ឥឡូវនិយាយមកមើលតើជារឿងអីទៅគឺថាទឹកថ្នោតជូរខ្ញុំដែលផ្អាប់ទុកហ្នឹងវាល្មមហើយធានាថារសជាតិមិនអាចបំភ្លេចបានតែហ្មងយេអញស្មានតែស្អីខំតែចាំស្ដាប់គឺអារឿងហ្នឹងហើយដែលសំខាន់នោះម្យ៉ាងទៀតខ្ញុំខ្វះគ្នាដាក់មួយទៅអីថ្ងៃក៏ខ្ពស់ស្រែមកអំពកក៏មិនទាន់ធ្វើហើយដាំឯងជួយគិតមើលខ្ញុំត្រូវម៉ែជេរប្រកាសណាស់ព្រោះតែរឿងនេះនោះបើអញ្ចឹងមានន័យថាមិនដាក់ពីបៃតយសិនទេមែនទេណែខ្ញុំខំកិច្ចម៉ែមកផឹកហ្នឹងណាសម្លាញ់ដាក់អន្តើអាណាថាមិនដាក់នោះហេស្មានតតមហើយតាមុននេះហ៎អូកាឡាចុះឡើងដូចតែគ្នាសោះហ្នឹងណា នរណាគេដាច់ចិត្តនោះរបស់ល្អអញ្ចឹងមកកុំនិយាយច្រើនយកទឹកថ្នោតជូរមកខ្ញុំឡើងបេះក្តឹបអំពិលសិនតើឡើងបេះមកខ្ញុំចាំក្រោយភូមិចិត្តនេះណា ម្នាក់ទៅយកទឹកម្នាក់ទៅរកគ្រឿងក្លែមលឺបានក្នុងដៃហើយនោះបរោះទាំងពីរក៏បានជុំគ្នានាចុងភូមិក្រោមម្លប់ឈើធំមួយ ខ្ញុំគ្រាន់តែឃើញដាំឯងបើកកមោបក៏ចេញទឹកមាត់ដែរដាំមួយដាំត្រូវហើយខ្ញុំខំផ្សំគ្រឿងពិសេសណាដឹងទេឲ្យឡើងប្រហើឈួលពេញច្រមុះតែម្ដងហើយអញ្ចឹងតោះជុលមួយហើយជាតិណាស់វៃចាប់មាត់ជីបត្មងថាទៅជាតិនេះកើតជាប្រុសសំណាងមែនតែនហ្មងចង់ផឹកក៏ផឹកចង់ឆៃក៏ឆៃ នឹងហើយខ្ញុំក៏គិតថាសំណាងដែរដាំអើយទោះជាថាភូមិនេះគេល្បីស្រីរើសប្តីតែខ្ញុំជឿថាខ្ញុំមុខជារកបានប្រពន្ធស្អាតមួយឆាប់នេះមិនខានទេ កំពុងតែផឹកផងខ្លែមផងនិយាយរឿងក្រមុំរើសប្តីផងនាយត្រែងក៏បានដើរឆ្លងកាត់មកនិងបានសម្លឹងឃើញថា យ៉ាហេអាពីរនាក់នេះវាអង្គុយផឹកក្រោមម្លប់ឈើយ៉ាងទំនងរបស់វាវ៉ៃគិតតែសៀអែបចូលគៀកវាសិន នាយត្រែងសំដែងជាចូលចិត្តបន្តិចព្រោះគិតថាគេនឹងហៅផឹកតែដូចជាមិនអញ្ចឹងទេទោះបីថានាយត្រែងដើរទៅដើរមកក៏ដោយកំឡោះទាំងពីរគិតតែផឹកមិនហៅសោះឡើយ ទេឯងដើរចិត្ត3 4ត្រឡប់ទៅហើយនៅមិនហៅឯងផឹកទៀតតើពួកវាឃើញឯងដែរឬក៏អត់ឬក៏ពួកវាធ្វើជាមិនឃើញគិតបដូរយុទ្ធសាស្ត្រវិញទៅបាន នាយត្រែងចង់ផឹកណាស់តែនាយដាំនិងនាយដូងមិនហៅសោះហេតុនេះគាត់ក៏បានដើរចូលទៅតែម្ដង ណែពួកឯងមុននេះពួកឯងហៅយើងមែនទេពីនេះយើងមកតយមែនទេដាក់មកសុំខុសហើយលើកក្រោយលេងហ៊ានទៀតហើយណាណាត្រែងហើយឯងតាណាមកណាបានជាមកសុំពីនេះអញ្ចឹងនោះគឺទៅចំការនឹងណា
តែខ្ញុំមើលវាចេះតែញ័រដៃញ័រជើងបើមិនបានដាក់មកតយពីរតយកុំនិយាយច្រើនដាក់មកតយសិនទៅអញ្ចឹងហ៎អីអានេះឯងស្មានតែវាជាបរោះមិនចេះផឹកណែបំផឹកមិនលយទេវើយអើហ្នឹងឯងមកជល់មួយ កំឡោះទាំង3ផឹកជុំគ្នាយ៉ាងយូរមិនទៅធ្វើការទេចំណែកមីងពង្រោវិញនោះខឹងណាស់ព្រោះស្រែគាត់នៅដីរៀបស្មើដដែលរួចចោះដាំវិទៅណាហើយបានជាស្រែនៅដដែលអញ្ចឹងនោះកុំប្រាប់ណាថាទៅជុលមន់លេងរែកនោះហើយចាំមែនអាកូននេះវើយតែបែបនេះណាវាមុខជាគ្មានអ្នកយកមិនខានទេមីងពង្រោខឹងផងរអ៊ូផងលូតដល់កន្លែងមួយគាត់ក៏បានសម្គាល់ឃើញថាកូនប្រុសកំពុងតែស្រវឹងយីអើថាមែនអាកូននេះវើយណែអាក្តាំនេះឯងស្រវឹងទៀតហើយមែនទេចំម៉ែមកមែនគឺម៉ែនឹងហើយណែកូនម៉ែម៉ែបែកទ្រុងឥឡូវហើយឲ្យទៅភ្ជួរស្រែតែស្រែនៅតែដដែលហើយមកអង្គុយផឹកធ្វើបង្ងើយទៅវិញអញ្ចឹងប៉ុន្តែម៉ែកូនដាក់តែ2 3តយទៀតឈប់ហើយម៉ែកុំល្អពេកមើលម៉ែទៅវិញឥឡូវនេះភ្លាមទៅឲ្យឆាប់ឡើងបើមិនចង់ឲ្យម៉ែវាយខ្មាស់គេទេនោះវាមិនដឹងថាសវឹងធ្វើឲ្យប៉ះពាល់សុខភាពទេអីឲ្យវាផឹកសិនទៅមីងអើយព្រោះពួកខ្ញុំទៅមិនបានផឹកមិញនេះទេមែនហើយមីងសុំផឹកសិនមកណាមីងណាឬក៏មីងចង់ផឹកដែរមិនបានទេព្រោះមិនមែនផឹកតែ1ថ្ងៃឬ2ថ្ងៃឯណាថ្ងៃណាក៏ផឹកថ្ងៃណាក៏ផឹកមិនចេះគិតធ្វើការអីសោះតែពួកខ្ញុំធំហើយបើមិនឲ្យផឹកបានអីលុយទៅមីងយីមើលវានិយាយចោះតើការផឹកស៊ីនឹងវាលុយណាស់ទៅអីហើយអ្នកណាគេចាលិខិតសរសើរជូនបានជានិយាយថាផឹកលុយទៅវិញនោះបើមិនផឹកមិនលុយទេស្រីក៏មិនស្រឡាញ់ដែរមីងអើយចោះពួកឯងមានគេស្រឡាញ់ទេរាល់ថ្ងៃហ្នឹងអត់មានផងគ្មានអ្នកយកទេមានតែគេដៀលក្បាលប៉ុណ្ណោះណែបើអ្នកផឹកហើយស្រីស្រឡាញ់នោះគឺស្រីនោះជាស្រីបែកស្លុយទេបើស្រីល្អគេមិនមើលឡើយម៉ែពួកខ្ញុំធំហើយណាហេតុនេះក៏ចង់លេងចង់ផឹកជីវិតបែបនេះទៅវាអែមណាម៉ែចំជាក្មេងមិនស្គាល់ការស្ដាយក្រោយមែនទៅផ្ទះឲ្យឆាប់ទៅលឿនឡើងកុំចឹងអីមីងមើលទៅមិនព្រមឈប់មែនទេឯណាក្របថ្នោតគប់ពួកអាប្រមឹកនឹងឲ្យបែកក្បាលម្ដងមើលមីងពង្រោក្តៅកាន់តែខ្លាំងគាត់មិនចាំយូរទេដុំដីក្របដែលនៅចិត្តដៃគឺមិនប្រណីកំឡោះទាំង3ឡើយនេះដែរអូយយបែកថ្ងាស់ហើយខ្ញុំវិញឈាមច្រមុះទៅហើយអូយមីងដៃត្រង់ណាស់នៅបានទេវើយចែកផ្លូវគ្នាសិនទៅបើហ៊ានទៅនៅម៉ែយើងច្បាស់ជាសម្លាប់ពួកឯងឥឡូវហើយកុំរត់កុំទៅណាឲ្យសោះឆាប់ឈប់ភ្លាមកំឡោះទាំង3រត់ផងស្រវឹងផងខ្លះក៏ធ្លាក់ស្រែធ្លាក់ភ្លឺធ្លាក់ប្រឡាយនិងស្រវ៉ារត់ចេញឡើងដីត្រឡងលឿនក្រាន់បើកុំអីត្រូវបោះយើងហើយអានាងចំជាគ្មានផ្ដល់គំរូដល់សង្គមសោះហើយវើយកើតមកមានតែឲ្យសង្គមអាប់អោនកិត្តិយសទេពួកនេះវើយមិនថាកំឡោះទាំង3ទេកំឡោះផ្សេងនៅក្នុងភូមិក៏ដូចគ្នាដែរពួកគេម្នាក់ខ្ជិលតាមគ្នាហើយពេញនិយមណាស់គឺការផឹកស៊ីនិងលេងល្បែងភ្នាល់គ្នាផងដែរនៅចុងភូមិបើក្នុងភូមិមានសភាពបែបនេះតើភូមិអាចអភិវឌ្ឍយ៉ាងម៉េចបានទៅហើយមើលទៅខ្ញុំមានតែព្យាយាមផ្សព្វផ្សាយឲ្យទៅបានវេលាកន្លងទៅក្រមុំកាន់តែចាស់ហើយនៅសៅកែចំណែកកំឡោះក៏កាន់តែចាស់និងមិនមានប្រពន្ធដូចគ្នានៅក្នុងផ្សារនៅទីនេះមើលទៅអ្នកភូមិល្ងងណាស់ហើយក៏ស្រួលបោកដែរអញ្ចឹងបានដៃអញហើយពូលាវពលបែបមានទំនុកចិត្តហើយគាត់ក៏បានស្រែកពពាយនាយទៅកាន់ទីសាធារណៈថាបងប្អូនជួយទិញក្រែមម្សៅទេជឿខ្ញុំចុះណាបើខាងប្រុសលៀបហើយមានស្រីដេញតាមសុំស្នេហ៍ចំណែកកមុំបើលៀបហើយមានប្តីស្អែកនេះតែម្ដងហើយបងប្អូនអើយលើបែបនេះហើយក្រមុំទាំងអស់ក៏បានមូលមីងចំណែកកំឡោះគ្រប់ទិសទីក៏មកមើលដូចគ្នាដែរបាទសូមអញ្ជើញមកមើលចុះបានរើសតាមចិត្តចុះណាបងប្អូនខ្ញុំយកមួយមកពូខ្ញុំចង់ស្អាត
ហើយខ្ញុំមកក៏មិនចង់នៅកមុំចាស់ទៀតទេខ្ញុំក៏យល់ដែរម្ដងនេះណាលៀបហើយសង្ឃឹមថាមានប្តីស្អីនឹងគេចោះ មុខអាក្រក់ណាស់តែមិនអីទេយកចុះធានាថានឹងបានគូឆាប់នេះមិននៅសៅកែទៀតទេកុំមុំចាស់ទាំងឡាយអើយចុះខ្ញុំអាចមានគូទេពូមែនហើយខ្ញុំមិនចង់នៅកំឡោះចាស់បែបនេះទេព្រោះកន្លងមកសួរអ្នកណាក៏គេមិនយកដែរស្រីរើសប្តីសម្បើមណាស់មុខដូចស្បែកកបីសក់ដូចសកៃដូងដោះឆ្នាំងថ្មិញឡើងស្អុយពោះឡើងកប៉ោងមាត់ធំក្លិនស្រាតើស្រីណាគេប៉ែតតីទៅចុះពូមានវិធីអីទេមុខជាមានច្បាស់ណាស់ជឿពូចុះកំឡោះចាស់នេះមើលទៅនេះហើយយកមួយណាក៏បានដែរធានាថាលេងកំឡោះចាស់ទៀតហើយបើអញ្ចឹងជួយខ្ចប់មកឲ្យខ្ញុំមួយមកពូហ្នឹងហើយចាំពូខ្ចប់ឲ្យ ពូលាវលេស្អីក៏មិនដឹងដែរយកមកលក់ហើយម្នាក់ពិតជាជឿជាក់មែនទេមើលចាស់ពូលាវលក់តែមួយផ្លេតក៏អស់រលីងតែម្ដង តែប៉ុណ្ណេះអញមានហើយបើមានបញ្ហាកុំបន្ទោសអញវើយតែគួរបន្ទោសភាពល្ងងខ្លៅរបស់ពួកឯងទៅផ្សំ និយាយបែបនេះហើយពូលាវក៏បានប្រមូលមាសប្រាក់អីវ៉ាន់រស់រាន់គេចេញទៅឆ្ងាយបាត់ទៅនៅចុងភូមិ គ្រប់ទឹកហើយអញពូលោកអីហ្នឹងចំគេម្នាក់នេះទៀតហើយហ៎មិនបានទេរត់សិនហើយពូចម្លែកម្លេះច្បាស់ជាបរោះដែលលក់បន្លំសារជាតិផ្សំនោះទៀតហើយមិនបានទេថ្ងៃណាមួយខ្ញុំនឹងចាប់គាត់ដាក់គុកឲ្យបាន វេលាកន្លងទៅអ្នកភូមិគ្មានអ្នកណាស្អាតទេហើយក៏អត់មានគូដដែលផ្ទុយទៅវិញមានតែរោងការឈឺចាប់លើសដើមនៅផ្ទះមេភូមិអើយពៅមេភូមិសូមជួយផងទៅខ្ញុំឈឺណាស់អើយ ខ្ញុំក៏ដូចគ្នាដែរមុខខ្ញុំលមាស់ខ្លាំងណាស់ហើយឡើងមុនឡើងក្តាំងត្មងខ្ញុំក៏ដូចគ្នាដែរមុខអាក្រក់ជាងមុនទៅទៀតមិនក៏អញ្ចឹងនោះឬក៏អ្នកគ្រប់គ្នាទិញអីលេបផ្ដេសផ្ដាស់ទេដឹងមែនហើយលោកមេភូមិខ្ញុំទិញពីឈ្មួញម្នាក់ព្រោះខ្ញុំចង់សង្ហានឹងអាលមានប្រពន្ធនឹងគេនឹងណាចំណែកខ្ញុំក៏ដូចគ្នាដែរខ្ញុំមិនចង់ខ្លាយជាកំឡោះចាស់បែបនេះទេទើបខំលាបប្រេងម្សៅតែមិនស្អាតឯណាអាក្រក់ជាងមុនទៅទៀតព្រះហើយបើខាងស្រីគេមិនចង់ឲ្យខ្លួនកំមុំចាស់ហើយខាងប្រុសក៏មិនចង់ឲ្យខ្លួនកំឡោះចាស់មិនក៏មិនយកគ្នាតែម្ដងទៅចាំបាច់អីទិញប្រេងម្សៅមកលាបនោះយកយ៉ាងម៉េចទៅពូបើកំមុំរើសប្តីសឹងអីហ្នឹងមើលណយកំមុំប្រហែលជាចង់ឲ្យភូមិនេះជាប់ឈ្មោះជាភូមិកំមុំរើសប្តីរហូតតទៅហើយពូ ជួនគ្នានោះដែរវិជាក៏បានដើរមកនឹងបាននិយាយថាតែខ្ញុំថាភូមិនេះមិនមែនថាគេមិនចង់មានគូឯណាដូចពួកលោកអញ្ចឹងមិនចង់នៅព្រៅចំណែកខាងស្រីក៏មិនចង់នៅព្រៅមិនអញ្ចឹងមែនទេឯងជាស្អីចេញទៅហើយមកពីណាទៀតហើយឬអាងមានចំណេះមកតេះដៀលអ្នកដតីនោះមិនក៏និយាយស្ដីមិនសមរម្យអញ្ចឹងគេជាចវាយស្រុកណាហើយក៏ជាកូនប្រសារយើងដែរថាម៉េចលោកជាចវាយស្រុកមែនទេចវាយស្រុកក៏ចវាយស្រុកទៅបើខ្លាំងជួយព្យាបាលឲ្យយើងជាវិញផងទៅមើលពិតជាសម្ដីមិនពិរោះស្ដាប់សោះក្មួយឯងគួរតែរៀនពីរបៀបនិយាយឲ្យសមជាងនេះទៅពួកខ្ញុំតែប៉ុណ្្នឹងឯងលោកមេភូមិលោកក៏ដឹងពីចរិតពួកខ្ញុំដែរតើមិនចេះនិយាយផ្អែមមកលួយពុតត្បុតទេមិនមានពុតត្បុតក៏ត្រូវតែរៀននិយាយដែរកុំអាងតែខ្លួនជាមនុស្សនិយាយត្រង់ហើយក៏ចេះតែនិយាយមិនចេះគិតនោះពូស្គាល់ពីពួកយើងហើយនៅតែស្ដីឲ្យពួកយើងទៀតពិតជាស្គាល់មែនហើយព្រោះភូមិនេះអ្នកភូមិគ្មានការអប់រំដិតដល់ហេតុនេះសម្ដីមិនចេះប្រើឲ្យសមរម្យនិងសមស្របតាមកលៈទេសៈទេពូមេភូមិទឹកម្លងថ្មីពូដៀលបានល្អណាស់បើណយឈប់ដៀលពួកខ្ញុំទៅហើយមកជួយពួកខ្ញុំវិញផងបានទេពុកមេភូមិខ្ញុំគិតតែគួរតែមានការកែប្រែហើយពិតមែនហើយវិជាបានយកថ្នាំមកលាបឲ្យពួកគេចំណែកពូមេភូមិក៏បានកោះហៅអ្នកភូមិមកនិងបើកការប្រជុំធំមួយតទៅអ្នកទាំងអស់គ្នាកុំប្រើរបស់ដែលគ្មានប្រភពច្បាស់លាស់អីបើមិនអញ្ចឹងទេទាំងអស់គ្នានឹងមានគ្រោះថ្នាក់ពីជនខិលខូចចិត្តខាងប្រទេសជាមិនខានពិតមែនហើយម្យ៉ាងទៀតអ្នកភូមិត្រូវតែរៀនសូត្រឲ្យមានចំណេះដឹង
ជៀសវាងការងាយចាញ់បោកគេហើយម្យ៉ាងទៀតហាមមិនឲ្យផឹកទឹកត្នោតជូរនិងលេងល្បែងរាល់ថ្ងៃផងដែរថាម៉េចនឹងពូបើអញ្ចឹងពួកយើងមិនបានសប្បាយទៅចុះក្មួយចង់នៅកំឡោះចាស់រស់ដល់ចាញ់បោកគេទៀតមែនទេខ្ញុំមិនចង់ទេពូតែខ្ញុំថាទោះជាមានចំណេះកាលណាក៏គ្មានគូប្រេងដដែលនឹងមិនមែនអញ្ចឹងទេសូមគិតឲ្យច្បាស់ការដែលកមុំរើសប្តីគឺព្រោះតែមិនមានបរិះល្អនោះហើយថាម៉េចលោកចវាយស្រុកចង់ដៀលកំឡោះក្នុងភូមិទៀតហើយមែនទេមិនមែនទេតែបើលោកមិនជឿសុំសួរកមុំចុះថាហេតុអីក៏ពួកគេរើសប្តីបែបនេះផលិណាក៏បានដើរមកនឹងបានឆ្លើយថាពេលព្រោះកន្លងមកមិនមានបរិះណាម្នាក់គួរឲ្យពឹងពាក់ទេនិយាយឲ្យអាក្រក់ទៅនោះគឺថាបរិះក្នុងភូមិនេះសម្ដីអាក្រក់ផឹកស៊ីលេងល្បែងខ្ជិលធ្វើការតើអ្នកណានឹងសុខចិត្តស្ម័គ្រនោះម៉ែណៃគេថាខ្ញុំជាស្រីស្អាតរើសប្តីតែខ្ញុំមិនដែររើសទេគ្រាន់តែខ្ញុំមិនដែរឃើញថាមានបរិះណាគួរឲ្យពឹងពាក់ជាគូតែប៉ុណ្ណោះប៉ុន្តែតើស្រីណាសុខចិត្តរស់នៅដោយមានក្តីវេទនានិងបរិះដែលគ្មានបានការនោះតែប្រុសក្នុងភូមិគ្រប់គ្នាមិនខុសគ្នាទេមិនក៏មានអ្នកខ្លះមានគូបានតែមានជីវភាពល្អទេតែសុខសាន្តទេគឺគ្មានទេតើពួកយើងគួរធ្វើបែបណាទៅបានស្រីគេព្រមយកគឺជាបរិះមានជំនាញនិងចំណេះនោះអីមានតែបរិះមានចំណេះនិងជំនាញទេតើមនុស្សស្រីចង់បានមិនមែនបរិះដែលអួតអាងវងស្រាវងល្បែងទេហេតុនេះហើយទើបខ្ញុំចង់ឲ្យទាំងអស់គ្នារៀនសូត្រកើនចំណេះនិងរៀនជំនាញផងដែរពិតមែនហើយមានតែប្រជាជនភូមិយើងមានចំណេះមានជំនាញទេទើបភូមិមានគូគ្រប់គ្នារស់នៅបានសុខនិងមិនចាញ់បោកគេងាយទៀតផងហើយខ្ញុំជឿថាដល់ពេលនោះមកជាគ្មានកំឡោះចាស់បន្តទៀតឡើយគ្រប់គ្នានឹងមានគូគ្រប់គ្នាតែម្ដងខ្ញុំយល់ហើយអញ្ចឹងតាមពិតមិនមែនមកពីកមុំភូមិយើងរើសប្តីឯណាតែមកពីគ្មានបរិះល្អទៅវិញទេពីពេលនេះទៅខ្ញុំឈប់ផឹកហើយខ្ញុំនឹងខំរៀនខំធ្វើការល្អជាងមើលណយអញ្ចឹងតើបានជាគេថាខ្វះបញ្ញាគ្មានបានការគ្មានអ្នកស្នេហ៍ទេពេលនោះមកអ្នកភូមិក៏ចាប់ផ្ដើមខំរៀនខំធ្វើការជឿដោយការពិចារណានិងចេះសាមគ្គីគ្នាស្រឡាញ់គ្នាអភិវឌ្ឍភូមិតរៀងទៅនិងបដូរឈ្មោះពីភូមិរើសប្តីទៅជាភូមិស្រឡាញ់វិញផងដែរ